នៅថ្ងៃទី24 ខែធ្នូឆ្នាំ2025ក្នុងអំឡុងពេលចំនួនកម្ពុជាថៃកងទ័ពអាកាសថៃបានដាក់ពង្រាយយន្តហោះចម្បាំង T-50TH របស់ខ្លួននៅក្នុងបេសកកម្មប្រយុទ្ធផ្ទាល់ជាលើកដំបូងដោយធ្វើបេសកកម្មវាយប្រហារជ្រៅលើខេត្តបាត់ដំបងនិងទម្លាក់គ្រាប់បែកចំនួន4គ្រាប់លើគោលដៅមួយចំនួនក្នុងស្រុកអាណន់យន្តហោះចម្បាំង T-50TH បានប្រតិបត្តិការរួមជាមួយនឹងយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង Gripen ជាផ្នែកមួយនៃប្រតិបត្តិការផ្លូវការរបស់ខ្លួនតើយន្តហោះចម្បាំង T-55TH ដំណើរការយ៉ាងដូចម្តេចនៅពេលយើងនិយាយអំពីយន្តហោះចម្បាំងមនុស្សភាគច្រើនតែងនឹកឃើញដល់ S-16 ឬ S-35 ប៉ុន្តែយន្តហោះមួយប្រភេទទៀតដែលជាគ្រូបង្ហាត់ដ៏ខ្លាំងពូកែនិងជាអ្នកបណ្ដុះបណ្ដាលពីឡុតទៅបើកយន្តហោះទំនើបទាំងនោះនេះគឺ T-50TH Golden Eagle វាជាយន្តហោះមួយដែលផលិតដោយកូរ៉េខាងត្បូងខៃមកពីពាក្យពេញថា Korea Aerospace Industries សហការជាមួយនឹងក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិកវាគឺជាយន្តហោះល្បឿនលឿនជាងសម្លេងក្នុងស្រុកដំបងរបស់កូរ៉េខាងត្បូងនិងជាយន្តហោះវឹកហាត់ល្បឿនលឿនជាងសម្លេងមួយក្នុងចំណោមយន្តហោះចម្បាំងមួយចំនួនតូចបំផុតរបស់ពិភពលោកការអភិវឌ្ឍយន្តហោះ T-55 បានចាប់ផ្ដើមនៅចុងទសវត្សរ៍ឆ្នាំ1990ហើយការហោះហើរលើកដំបូងរបស់វាបានកើតឡើងនៅឆ្នាំ2002វាបានចូលបម្រើការងារជាមួយកងទ័ពអាកាសសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ2005បើមើលមួយផ្លែត T-55TH ហាក់ដូចជាបងប្អូនរបស់ S-16 អញ្ចឹងវាត្រូវបានរចនាឡើងដើម្បីឲ្យមានភាពរហ័សរហួនវាបំពាក់ដោយម៉ាស៊ីនយន្តហោះប្រតិកម្មប្រភេទ General Electric S404 ដែលផលិតដោយ Samsung Techwin ដែលមានកម្លាំងរុញច្រានខ្លាំងអាចឲ្យវាហោះបានក្នុងល្បឿនលឿនជាងសម្លេងរហូតទៅដល់ 1.5 ដងឬ Mach 1.5 នេះគឺជាចំណុចពិសេសព្រោះយន្តហោះវឹកហាត់ភាគច្រើនមិនអាចហោះលឿនជាងល្បឿនសម្លេងបានឡើយប៉ុន្តែ S-55TH អាចធ្វើវាបានយ៉ាងងាយអ្វីដែលធ្វើឲ្យ T-55TH ក្លាយជាយន្តហោះវឹកហាត់ដ៏ឆ្នើមគឺប្រព័ន្ធ Avionics ឬបច្ចេកវិទ្យាអេឡិចត្រូនិកក្នុងបន្ទប់បញ្ជាវាមានបន្ទប់បញ្ជាបែប Digital ទាំងស្រុងដែលស្រដៀងទៅនឹងយន្តហោះចម្បាំងចំនួនទី4និងទី5ដូច S-16 Viper ឬ S-35 វាអនុញ្ញាតឲ្យ Pilot ស៊ាំទៅនឹងការប្រើប្រាស់អេក្រង់បញ្ជាទំនើបជាពិសេសវាមានកៅអី2កៅអីខាងមុខសម្រាប់សិស្សនិងកៅអីខាងក្រោយសម្រាប់គ្រូបង្ហាត់ដែលអាចគ្រប់គ្រងស្ថានភាពហោះហើរគ្រប់ពេលវេលាអក្សរ TH នៅក្នុងឈ្មោះរបស់វាតំណាងឲ្យកំណែប្រែពិសេសសម្រាប់ប្រទេសថៃដែលមានសមត្ថភាពប្រយុទ្ធពិតប្រាកដវាអាចបំពាក់មីស៊ីលពីលើអាកាសទៅអាកាស Air to Air គ្រាប់បែកកំទេចគោលដៅលើដីនិងមានកាំភ្លើងយន្តកាណុង3ប្រភេទ Gatling Gun ខ្នាត20 មីលីម៉ែត្រមានន័យថាបើមានសង្គ្រាមកើតឡើង T-50TH អាចបដូរតួនាទីពីយន្តហោះវឹកវើទៅជាយន្តហោះចម្បាំងស្រាល Light Fighter ដើម្បីការពារដែនអាកាសបានភ្លាមសរុបមក T-55TH Golden Eagle គឺជាយន្តហោះពហុតួនាទីដ៏វៃឆ្លាតវាជួយឲ្យកងទ័ពអាកាសថៃសន្សំសំចៃថវិកាបានច្រើនព្រោះវាស៊ីប្រេងតិចជាងយន្តហោះចម្បាំងធំប៉ុន្តែផ្ដល់នូវបទពិសោធន៍ហោះហើរដ៏ទំនើបដល់ពីឡុតជំនាន់ក្រោយវាមិនត្រឹមតែជាយន្តហោះវឹកវើប៉ុណ្ណោះទេប៉ុន្តែវាក៏ជាខែលការពារដែនអាកាសដ៏រឹងមាំឬបត់បែនរហ័សរហួនផងដែរតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះយន្តហោះ T-55TH របស់ថៃនេះ